បើក្បាលវីដេអូមកបងប្អូនដឹងហើយថាជាមុខម្ហូបអ្វីនេះខ្ញុំបានឆាក្តៅសាច់មាន់ណាបងប្អូនសាច់មាន់នេះទិញតាំងពីល្ងាចចាយកមកដាក់ក្នុងទូហ្នឹងគឺចង់និយាយថាលាងសម្អាតរួចហើយចាគាត់តែយើងដកចេញមកយើងដាក់ឲ្យរលាយទឹកកកសិនណាបាទមកបានយើងយកទៅកាបវាបងប្អូនចាហើយយើងលាងថែមតិចតួចទៀតទៅគឺរួចរាល់ហើយបងប្អូនបន្ទាប់ពីលាងសាច់មាន់រួចហើយក៏នាងខ្ញុំទៅរកគល់ស្លឹកគ្រៃបាន2គល់ហើយក៏បេះម្ទេសផងដែរអញ្ចឹងណាចឹងមិនថាមានបន្លែនៅជុំវិញផ្ទះក៏ល្អមួយយ៉ាងដែរយើងត្រូវការមានបាចាំរត់ទៅសាបងប្អូនចាហើយគ្រឿងឆាក្តៅរបស់យើងមានអីទេចាខ្ទឹមសរំដេងល្មៀតហើយនឹងស្លឹកក្រូចនឹងឯងបន្តមកទៀតហ្នឹងក៏មកកាត់ម្រះព្រៅបងប្អូនដាក់បានមួយដៃផងដែរចាហើយយកទៅលាងទាំងអស់ហ្មងទៅហើយលាងហ្នឹងគឺយើងលាងច្រើនទឹកដែរតែនេះខ្ញុំកាត់លាងតែ2ទឹកអីចឹងប៉ុន្តែលាងច្រើនទឹកបងប្អូនធម្មតាបើយើងរស់នៅអត់ស្អាតញ៉ាំអត់ស្អាតក៏វាពិបាកដែរសុខភាពយើងនោះចាឥឡូវរួចរាល់ហើយអត់បានបង្ហាញបងប្អូនពីការដែលនេះខ្ញុំបេះឬក៏កាត់ឬក៏សាច់កាប់ទេចាឥឡូវចាប់ផ្ដើមដាក់ឆាហើយចំពោះឆាក្តៅម្រះព្រៅនេះបងប្អូនយើងក៏ចេះហើយគាត់ថានេះជាលំដាប់លំដោយដែលយើងធ្វើទៅឲ្យមើលទៅថាតើការធ្វើរបស់យើងនោះរបៀបម៉េចចាវាមិនសូវខុសគ្នាបានទេចាបងគ្រឿងបងអីឆាគ្រឿងឲ្យឈ្ងុយហើយយើងក៏ដាក់សាច់នឹងឯងបងប្អូនចាហើយគ្រឿងយើងមានអីមានក្រៅពីទឹកត្រីអំបិលស្ករប៊ីចេងហើយនឹងប្រេងខ្យងហ្នឹងបងប្អូនចាដាក់តម្រូវរសជាតិយើងចង់បានហើយគឺអាចញ៉ាំបានហើយប៉ុន្តែមិនញ៉ាំបានភ្លាមទេណាបងប្អូនឆារួចហើយរៀងខាប់ទៅគឺយើងចាក់ទឹកចាអានេះគឺនាងខ្ញុំថែមប្រទេសហុយរនឹកឲ្យចង់ឃើញនៅសារស្ទើហិលបងប្អូនចាហើយក៏ដាក់ទឹកងាស់3ដងបាននេះខ្ញុំដាក់ម្រះព្រៅចុងក្រោយហ្នឹងឥឡូវឆាក្តៅសាច់មាន់បងម្រះព្រៅនេះខ្ញុំហ្នឹងក៏រួចរាល់ដែរអរគុណច្រើនបងប្អូនសម្រាប់ការតាមដាននិងចូលចិត្តវីដេអូនេះខ្ញុំជូនពរហេង